ចំណុចស្នូលដែលធំបំផុតនៅក្នុងការរកលុយតាមអនឡាញឬក៏យើងហៅថា MMO នោះគឺជាវីដេអូបងប្អូនបើសិនជាបងប្អូនរកមិនបានវីដេអូក្នុងមួយថ្ងៃមួយវីដេអូឬពីរវីដេអូឬ3វីដេអូឬ5វីដេអូទេបងប្អូនមិនបាច់ចង់រកលុយជាមួយនឹងអនឡាញទេព្រោះថាយើងបានចំណូលគឺដោយសារតែវីដេអូនឹងហើយបងប្អូនអារឿងភ្ជាប់រឿងអីតកតទៅនឹងការរកលុយហ្នឹងឲ្យតែយើងមានវីដេអូគឺវាស្រួលទេអារឿងភ្ជាប់រកលុយហ្នឹងយើងអាចសួរគេបានយើងអាចពឹងពាក់គេបានឲ្យគេតែ10 20រៀលអីហ្នឹងគេអាចភ្ជាប់ឲ្យយើងបានហើយប៉ុន្តែបើសិនជាបងប្អូនអត់មានវីដេអូគឺជាបញ្ហាធំដូច្នេះហើយមុនបងប្អូនចុះឈ្មោះរៀនរកលុយអនឡាញជាមួយនរណាម្នាក់តើបងប្អូនសួរខ្លួនឯងថាតើបងប្អូនមានវីដេអូសម្រាប់ផលអត់បើអាចបងប្អូនសាកល្បងតើបងប្អូនអាចរកវីដេអូចំនួន50វីដេអូដាក់ក្នុងគណនីដែលបងប្អូនត្រូវរកលុយនឹងអត់បើសិនជាបងប្អូនមានវីដេអូនៅក្នុងដៃហើយអាហ្នឹងបងប្អូនអាចចុះឈ្មោះចូលរៀនបានហើយតែបើសិនជាបងប្អូនឃើញគេរកលុយបានហើយចុះឈ្មោះគេដែរហ្នឹងទៅអត់កើតទេព្រោះអីគេប្រាប់តែពីវិធីរបៀបនៃការភ្ជាប់នឹងគោលការណ៍របស់ក្រុមហ៊ុននីមួយៗដែលយើងអាចរកលុយជាមួយគេបានប៉ុន្តែសម្រាប់វីដេអូអាហ្នឹងគឺយើងខ្លួនឯងជាអ្នករកមកដោយខ្លួនឯងដូច្នេះហើយបងប្អូនមុននឹងចុះឈ្មោះក្នុងការរកលុយលើអ៊ីនធឺណិតហ្នឹងបងប្អូនត្រូវតែសួរខ្លួនឯងសិនទៅថាតើអាចរកវីដេអូមកបានអត់ខ្ញុំទៅយោបល់ខ្ញុំគឺចង់ឲ្យបងប្អូនមុនចុះឈ្មោះចូលរៀនរកលុយតាមអ៊ីនធឺណិតឬក៏តើទៅនឹង MMO ហ្នឹងខ្ញុំចង់ឲ្យបងប្អូនធ្វើយ៉ាងណាឲ្យមានវីដេអូ2ទៅ300នៅក្នុងដៃសិនចាំបងប្អូនគិតរឿងចុះឈ្មោះចូលរៀនបើសិនជាបងប្អូនមានវីដេអូហើយអាហ្នឹងចាំយើងគិតទៀតរឿងរកលុយហ្នឹងសំខាន់បើយើងគិតចង់រកលុយប៉ុន្តែយើងអត់មានវីដេអូទេដូចថាយើងអត់ចេះយើងអត់ទាន់ចេះរកវីដេអូអីទេអាហ្នឹងទោះជាចូលថ្នាក់រៀនក៏គេអត់មានបរៀនយើងរឿងយកវីដេអូហ្នឹងដែរព្រោះអីគេបរៀនគេប្រាប់យើងតើទៅនឹង original វីដេអូគេមិនប្រាប់យើងថាគួរធ្វើចេះធ្វើចោលអីទេវីដេអូគឺយើងត្រូវរកដោយខ្លួនឯងគេមិនមែនអ្នកមកបរៀនយើងទេតើទៅនឹងវីដេអូបើរបៀបភ្ជាប់របៀបអីអាហ្នឹងគេអាចបរៀនយើងបានតែរឿងវីដេអូអាហ្នឹងគឺយើងរកដោយខ្លួនឯង